chọc hai tay nơi mình chọc mỗi vì pha mây rồi bỏ mùi sấy mà nè quạt chặt máuក្នុងនាមជាពុកដែលមានកូនពីរគាត់ធ្លាប់បានប្រព្រឹត្តនៅទោសកំហុសជាមួយនឹងភរិយាគាត់ហើយភរិយាគាត់ក៏បានធ្លាប់ឆាតមកខ្ញុំដូចគ្នាខ្ញុំលើកគ្រួសារមួយនេះយកមកវែកញែកនៅក្នុងបណ្ដាញសង្គមដើម្បីជាឧទាហរណ៍ដល់កូនក្មួយចំនួនក្រោយអតីតកាលរបស់មនុស្សម្នាក់តែងតែមានកំហុសនរណាតែងតែមានគ្រាន់តែគេចេះកប់ចោលគេចេះកាត់ចោលគេចេះបំភ្លេចនិងរំលាយចោលជាក់ស្ដែងក្មួយស្រីម្នាក់នេះគាត់បាននិយាយអំពីថាឲ្យគាត់ធ្វើយ៉ាងម៉េចដើម្បីឲ្យគាត់បំភ្លេចនៅទោសកំហុសរបស់ស្វាមីគាត់ហើយបរិសម្នាក់ដែលជាស្វាមីក៏គាត់បានសរសេរមកខ្ញុំអំពីថាតើធ្វើម៉េចដើម្បីយកចិត្តភរិយាគាត់ជាលើកទី2ឲ្យដូចពីអតីតកាលដែលគាត់មិនតាន់មានកំហុសស្ដាប់ទៅដូចជាសោកសង្រេងមែនតើក៏ប៉ុន្តែមីងសូមចូលរួមសម្រាយនៅបញ្ហានេះឲ្យក្មួយពិចារណាក្នុងនាមមីងជាម្ដាយក្នុងនាមមីងគឺជាភរិយានៅក្នុងគ្រួសារមួយមីងសូមចែករំលែកទៅអំពីចិត្តជាភរិយាសិនក្មួយប្រុសជាទីស្រឡាញ់តាមពិតបើសិនជាស្ថានភាពដែលទទួលបានមកនៅអតីតកាលដែលស្វាមីប្រព្រឹត្តនៅទោសកំហុសដែលមិនគួរលើកលែងឧទាហរណ៍ថាមានអ្នកទី3ឧទាហរណ៍ថាបានប្រព្រឹត្តនៅអ្វីមួយដែលហួសព្រំដែនកំណត់របស់សុភមង្គលវាប្រកាសជាប្រឡាក់ប្រៀបដូចជាក្រណាត់សមួយផ្ទាំងដែលប្រឡាក់នៅលោហិតហើយការដែលបោកបែបណាក៏មិនស្អាតក្មួយត្រូវទទួលយកថានេះគឺជាកម្មពីព្រោះក្មួយបានប្រាប់មីងថាក្មួយស្រឡាញ់ភរិយាក្មួយណាមែនអត់ក្មួយព្រមកែហើយមានតែពេលវេលាទេដែលអាចសម្រេចគ្រប់យ៉ាងឲ្យទៅភរិយារបស់ក្មួយខំធ្វើល្អហើយក្មួយរក្សាអំពើល្អរបស់ក្មួយតទៅទៀតពីព្រោះគ្រួសាររបស់ក្មួយគឺជាអ្វីទាំងអស់នៅលើផែនដីកូនភរិយាព្រមទាំងគ្រួសារធំទាំងមូលយើងជាស្រីដូចគ្នាមីងដឹងពីស្ថានភាពផ្លូវចិត្តរបស់ក្មួយប្រកាសជាមើលឃើញមុខស្វាមីរបស់ក្មួយគឺមាននៅភាពក្រវែងក្រវាមអតីតកាលអាក្រក់របស់ប្តីមីងឲ្យក្មួយពិចារណាថាបើសិនជាស្វាមីរបស់ក្មួយគឺជាផ្ទះណាហើយផ្ទះនឹងវាគ្រាន់តែប្រេះតើក្មួយជួសជុលផ្ទះឬមួយក៏ក្មួយវាយផ្ទះនឹងចោលហើយបើសិនជាក្មួយគិតថាផ្ទះដ៏សុខសាន្តរបស់ក្មួយវាគ្រាន់តែបែកមួយជ្រុងតែប៉ុណ្ណោះមីងឲ្យក្មួយពិចារណាក្នុងការបិទបៀកលាបថ្នាំសារឡើងវិញពីព្រោះក្នុងโลกអត់មានមនុស្សណាអត់កំហុសទេមិនប្រកាសថាកម្មរបស់ក្មួយមានឬមួយក៏អស់ទៅជួបអ្នកថ្មីឬមួយក៏ទៅបែបណាធ្វើឲ្យក្មួយអស់ជួបមនុស្សបែបហ្នឹងឯងពីព្រោះបនយើងសាំងព្រមគ្នាក្មួយវាអ្វីវាជាបុព្វេសន្និវេសពីមុនមកក្មួយអាចជីវិតគូក្មួយជួបអាបែបហ្នឹងសិនទៅក្មួយរកការស្រឡាញ់ពិតប្រាកដឃើញទេក្មួយស្រឡាញ់ប្តីក្មួយនៅជាមួយប៉ុន្តែក្មួយរករឿងស្វាមីរបស់ក្មួយលះបង់អ្នកទី3ចោលដើម្បីក្មួយឃើញគឺសេចក្តីស្រឡាញ់គឺពិតប្រាកដនេះជាសុភមង្គលពិតប្រាកដមីងលើកទឹកចិត្តឲ្យក្មួយទាំងពីរអត់អោនអធិស្ឋានពង្រឹងគោលចំហដើម្បីពង្រីកនៅវិសាលភាពរបស់សុភមង្គលក្មួយតទៅទៀត